សត្វភ្លើងមាន់បើសិនជាយើងយកមកឆាជាមួយនឹងសាច់ជ្រូក3ជាន់បែបនេះមកឆ្ងាញ់មែនតើបងប្អូនយើងហាន់វាជាតសៃបាននិយាយទៅផ្សិតនេះដាក់ស៊ុបក៏ឆ្ងាញ់យកមកឆាបែបនេះក៏ឆ្ងាញ់ដែរជាទូទៅបងប្អូននៅពេលដែលចេញពីធ្វើការហើយខ្ញុំមានអារម្មណ៍ថាអត់សូវចង់ធ្វើម្ហូបអីហ្នឹងគឺខ្ញុំដឹងតែធ្វើម្ហូបឆាយដោយសារអីម្ហូបឆាងាយមែនតើបងប្អូននិយាយទៅវាអត់មានអីសាំញ៉ាំគ្រាន់តែអំពងខ្ទឹមដាក់សាច់ជ្រូកដាក់បន្លែទៅជាការស្រេចតែម្ដងថ្ងៃនេះគឺដោយសារតែចូលផ្ទះយើងយប់ជ្រៅដែរបងប្អូនអញ្ចឹងបើកមើលទូទឹកកកមានបន្លែតំណងឆាក៏ឆាតែម្ដងទៅហើយទឹកដែលខ្ញុំចាក់ចូលហ្នឹងគឺទឹកសម្រាប់ឆាពេលណាដែលខ្ញុំខ្ជិលខ្ញុំប្រើទឹកនឹងទៅហើយហ្មងបងប្អូនដោយសារអីយើងដាក់តា2ស្លាបព្រាឬមួយក៏3ស្លាបព្រាទៅគឺមានជាតិហ្មងខ្ញុំខ្ជិលផ្សំគ្រឿងអញ្ចឹងដាក់ទឹកនឹងហ្មងទៅយើងប្រើម្ដងម្កាលដែរអញ្ចឹងណានឹងហើយបន្ទាប់ពីដាក់ម្ទេសហើយគឺយើងដាក់ផ្សិតដែលហាន់ជាប្រភេទតាសៃវែងចូលទៅដើម្បីយើងស្រួលចាប់ចង្កឹះញ៉ាំនិយាយទៅឆ្ងាញ់មែនតើបងប្អូនបើសិនជាអត់ធ្លាប់ឆាផ្សិតភ្លើងមាន់ដែលហាន់ជាតាសៃវែងបែបនេះទេពុកម៉ែបងប្អូនអាចសាកល្បងបានណាចូលជួយមែនតើជាមួយនឹងសាច់ជ្រូក3ជាន់បាននិយាយទៅរបៀបjuicy វាមានទឹកហើយអូយចាប់ជាតិចូលគ្នារួយម្រេចហិលមករួយមកពេលហើយបងប្អូនអញ្ចឹងសម្រាប់ម្ហូបរបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេម្ហូបបែបធ្វើពេលយប់បងប្អូនយប់ឡើងចូលផ្ទះអត់ដឹងស្លអីអញ្ចឹងមានតែឆាទៅប៉ុន្តែបងប្អូនអើយសម្រាប់ឆាមួយមុខនេះគឺខ្ញុំឲ្យ the best ហ្មង